បាទនេះគឺជា low profile នៅក្នុង keyboard ធូរថ្លៃទេគឺប្រហែលជា$30ហើយយើងអាចភ្ជាប់ជាមួយនឹងកុំព្យូទ័រប្រើប្រាស់បានតាម3 connection ទី1គឺតាម USB Type C ខ្សែ USB Type C ទី2តាម dongle USB 2.6 GHz ទី3គឺយើងអាចភ្ជាប់ប្រើប្រាស់តាម Bluetooth បានបាទ Bluetooth គឺយើងភ្ជាប់ទៅប្រើ function key ជាមួយនឹង key ដែលវាបានកំណត់បាទ profile គឺវាទាបជាង keyboard ធម្មតាចឹងខ្ញុំចូលចិត្តវាស្ដើងហើយវាប្រើ blue switch ដែលយើងចុចទៅវាលឺសូរបាទហើយ switch របស់វាគឺអត់អាចដូរបានទេបាទ key cap គឺយើងអាចដូរបានតែ switch គឺយើងអត់អាច remove បានទេតែខ្ញុំប្រើមួយរយៈមកខ្ញុំឃើញចំពោះគុណភាពរបស់វាគឺអត់អីទេសមរម្យដូច keyboard ផ្សេងៗចឹងប៉ុន្តែចំណុចអវិជ្ជមានដែលខ្ញុំគិតថារៀងពិបាកចំពោះការប្រើប្រាស់ទី1តែរឿងវាយអក្សរខ្មែរទេគឺវាយអក្សរអែស្រៈអែពេញតួអត់ចេញទេយើងចុច Alt ហើយវាយស្រៈអែគឺវា load បើក Windows Explorer ហើយ Alt ហើយសញ្ញាពេកមន់ក៏អត់ចេញដែរវាជាចំណុចមួយដែលខ្ញុំមិនសាវាយខ្មែរបាទវាយអត្ថបទអីចឹងគឺរឿងពិបាកចំណុចមួយទៀតគឺវាអត់មានជើងប្រហើបឲ្យខ្ពស់ទាបទេចឹងពេលយើងប្រើកម្ពស់ណាគឺវានៅកម្ពស់ហ្នឹង